cái lần đó này thì đó lý dân mà tôi cho riêng tôi lên basic comment mà đầu thế về to thì động món này thì động món nhưng tôi cho riêng tôi lên basic comment đấy thì đó lý dân ta riêng tôi lên basic comment là chỉ nên tham tiếp thì lên basic comment để mà riêng thì lên video mình đang comment trên đấy thì comment hostname này dân người ta thích cho nên computer này bây giờ người ta để dân set up dương tôi solo nó như là container này thì bây giờ là chính dương là comment hostname tới là bây giờ này container là dương comment TPคือ comment type ដែលយើងប្រើ comment type នេះសម្រាប់បង្កើតទៅលើ file យើងប្រើដាក់ type ទៅហើយយើងដាក់ file ឈ្មោះ file របស់យើងមកហើយយើងដាក់ type ហើយយើងដាក់ .php ទៅគឺប្រភេទ file php យើងដាក់ list វាមកនេះជា file យើងបង្កើតមកនៅcomment ទី3គឺជា comment nano ដែលយើងធ្វើការប្រើ comment nano ហ្នឹងគឺយើងទៅចង់ទៅសរសេរសំខាន់អីនៅក្នុង file text ដែលយើងបានបង្កើតនៅហ្នឹងឧទាហរណ៍យើង nano test.php អញ្ចឹងពេល enter ទៅគឺវានឹងបង្ហាញផ្ទាំងទៀតដែលវាពង្រៀងទៅលើ notepad នៅលើ Windows របស់យើងដែរដែលក្នុងនេះយើងអាចសរសេរ text អីដូចយើងសរសេរ note ហ្នឹងពេលហើយយើងសរសេរហើយយើង save នោះយើងចុច exit នេះចុច control ចុចសញ្ញានេះដើម្បីយើងចុចkey control ហើយចុច control x ហើយយើងចុចyes ហើយចុច enter ទៅដើម្បីទៅមើលcontent ដែលយើងបានសរសេរមុននឹងបានទៅនៅក្នុង tab ហ្នឹងយើងអាចប្រើ command គឺ command cat ហើយយើងដាក់ឈ្មោះfile text ហ្នឹង file text ហ្នឹងហើយគឺ text ដែលយើងបានសរសេរមុននឹងនៅលើ Word នេះcommand នេះគឺ command om ហ្នឹងបានថាគឺជា command សម្រាប់ប្រើទៅលើ remove file ថាមិញយើងមាន file ហ្នឹងឈ្មោះ text.php នេះឥឡូវយើងប្រើ command om ដើម្បី remove text.php ហើយយើង list មកវិញគឺ file ហ្នឹងគឺបាត់ហើយcommand នេះទៀតគឺជា command create folder ដែលយើងសរសេរ mkdir command យើងធ្វើ mkdir ហ្នឹងដើម្បីមកពីពាក្យថា make directory ហើយយើងសរសេរពាក្យហ្នឹងហើយយើងដាក់ឈ្មោះ folder យើងមកដល់យើងដាក់អូខេហើយយើង list មកនេះគឺជា folder ដែលយើងបង្កើតនៅនឹង mkdir folder test folder ហ្នឹងcommand ខាងក្រោយគឺជា command clear command clear នេះគឺយើងប្រើទៅលើ clear ទៅលើ history ដែលយើងខាតមុននេះដូចយើងទៅពេលមុននេះវាច្រើននេះវាយើងអីតែ command clear មកវា remove history ហ្នឹងហើយយើងធ្វើ command history ទៀតជា command ទៅលើការ hardware monitor ដែលជា command ទី1គឺage top ដែល command ហ្នឹងគឺយើងទៅគិតទៅមើលលើព្រាបអានេះវាព្រាបនេះជា task manager នៅលើ Windows 3អញ្ចឹងនេះយើងវាមើលទៅលើ process នៅ Windows ដូច CPU memory អញ្ចឹងទៅហើយនេះ process វាជាគេខ្លះហ្នឹងហើយ command age top ហ្នឹងវាមានពិសេសដោយសារតែវាអាចគិតទៅលើមាន big មាន interface យើងអាចគិតទៅបានហើយជា click គឺគិតfilter គិត clear អញ្ចឹងទៅគិត search អញ្ចឹងអាចគិតបានvìយើងអាចចុច shortcut key បានតែចុច F10 នេះដើម្បី click command នេះគឺជា command top ហ្នឹងគឺក៏វាបើកទៅការ manage នេះមើលជា task manager ទេតែគ្រាន់តែជាវាគឺឲ្យសេរីចាស់ហ្នឹងវា version ចាស់ហ្នឹងវាអត់មាន interface ទៅទេយើងមើលទៅលើ process នេះដូចគ្នាបើដើម្បីចេញពីមើលប្រធានហ្នឹងចុច control C ចុច control C ហ្នឹងវាចេញ
commentមួយទៀតគឺ comment DS ដក A គឺជា comment ដែលយើងត្រូវការមើលទៅលើ file system របស់យើងតែយើងមើលមានទំហំ file ប៉ុន្មានយើងប្រើអស់ប៉ុន្មាន available ប៉ុន្មានហើយយើងគិតពីភាគរយអីចឹងទៅcomment បន្ទាប់គឺ free ដក 8ដែលគឺត្រូវការ set ទៅលើ memory ក្នុង YouTube server នេះខ្ញុំ set memory 2.9 GB តែពេលដែលយើងset ដំបូងដាក់ 3 GB ដល់ពេលចូលមកវាកាត់ទៅ file system ខ្លះគឺដល់ 2.9 ហើយតែនេះកំពុងវាប្រើអស់300 មេដែលវា free ដល់តែ 2.3 GB ទៀតទេចំណុចទៀតគឺ ls blk ls blk នេះគឺជា command មួយដើម្បីធ្វើការមើលទៅលើ hard disk របស់យើងដល់ពេលយើងសេតវីដេអូយើងមាន hard disk ប៉ុន្មាននេះមាន hard disk មួយដែលមានទំហំ file គឺ 500 GB command មួយទៀតគឺជា command kill គឺយើងដូចយើងផ្ដាច់លើ service ណាមួយដែលយើងបានកាន់ឧទាហរណ៍ឥឡូវតែយើងបើកតេស្តមួយទៀតសិនឧទាហរណ៍យើង remote ចូលមួយទៀតសិនណាឥឡូវឧទាហរណ៍យើងមានយើងធ្វើការ ping ទៅ Google មួយចុះនៅពេលដែលយើង ping ទៅ Google អញ្ចឹងយើងចង់ដឹងថាGoogle ហ្នឹងជា service ដែលវារហ័សជាងយើងប្រើ command មួយទៀតហ្នឹងណា command top ហ្នឹងណាយើងមើលយើង filter យើងធ្វើ ping ហ្នឹងនេះservice ដែលយើងប្រើយើង ping ហ្នឹងហើយយើងចំណាំហ្នឹងPID នេះគឺលេខរបស់វា1393ចឹងយើងប្រើ command kill ហ្នឹងណានេះលើចំណុចping នេះវានៅដល់ធម្មតាទេដល់ពេលយើងប្រើ command kill ដក9ហើយដាក់លេខ PID ហ្នឹង1393វិញទៅហើយណាចឹងនេះគឺវានឹង kill នេះservice ដែលយើង ping ហ្នឹងគឺវានឹង kill ហើយយើងទៅ search ឯ top ហ្នឹងក៏ ping ហ្នឹងក៏លេងមានping ហ្នឹងគឺលេងមានដូចគ្នា